ពួកថ្នាំសល់បញ្ចុះកម្ដៅដែលយើងប្រើសល់តាមគូតឲ្យក្មេងមិនថាក្មេងតូចឬក៏ក្មេងធំទេគឺអាចប្រើបានវាសុវត្ថិភាពហើយវាល្អសម្រាប់កូនតូចៗដែលគាត់ពិបាកនៅក្នុងការញ៉ាំថ្នាំក្មេងខ្លះគឺគាត់ពើមថ្នាំមែនទែនដាក់ចូលទៅក្នុងមាត់គឺក្អួតចេញមកក្រៅតែម្ដងអញ្ចឹងហើយបើសិនជាក្នុងករណីកូនក្តៅខ្លួនខ្លាំងហើយកូនពិបាកនៅក្នុងការញ៉ាំថ្នាំគឺយើងអាចឲ្យថ្នាំសល់តាមគូតបានករណីមួយទៀតក្នុងពេលដែលកូនកំពុងតែមានអាការៈក្អួតចង្អោរនៅពេលដែលកូនកំពុងតែក្អួតហើយគាត់មានការក្តៅខ្លួនអញ្ចឹងនៅពេលហ្នឹងក៏យើងអាចប្រើថ្នាំបញ្ចុះកម្ដៅតាមរយៈការសល់គូតឲ្យគាត់បានដែរដោយថ្នាំប៉ារ៉ាសេតាមុលវាមានច្រើនទម្រង់វាមានទាំងថ្នាំលេបថ្នាំចាក់ហើយនិងថ្នាំសល់តាមគូតអញ្ចឹងយើងអាចជ្រើសរើសបានបើសិនជាកូនយើងញ៉ាំតាមមាត់បានគាត់មិនសូវជាមានបញ្ហាខ្ពើមថ្នាំឬក៏គាត់មិនមានបញ្ហាកំពុងតែក្អួតចង្អោរអីទេហើយគាត់ក្តៅខ្លួនយើងឲ្យថ្នាំប៉ារ៉ាសេតាមុលការឲ្យតាមមាត់វានៅតែល្អជាងដោយសារតែប្រសិទ្ធភាពវាលឿនជាងការសល់តាមគូតធម្មតាថ្នាំដែលលេបតាមមាត់ប្រសិទ្ធភាពវាអាចប្រហែលជាកន្លះម៉ោងគឺវានឹងមានសកម្មភាពដើម្បីបញ្ចុះកម្ដៅឲ្យក្មេងប៉ុន្តែថ្នាំដែលយើងសល់តាមគូតដើម្បីបញ្ចុះកម្ដៅវិញគឺវាចំណាយពេលយូរជាងការលេបតាមមាត់ក្មេងខ្លះអាចចំណាយពេលរហូតដល់60នាទីឬក៏1ម៉ោងទើបថ្នាំហ្នឹងវាមានសកម្មភាពអាចបញ្ចុះកម្ដៅឲ្យក្មេងបានថ្នាំបញ្ចុះកម្ដៅគឺគេមានលេខច្បាស់លាស់មានន័យថាកម្រិតដូសថ្នាំដែលយើងឲ្យកូនទៅតាមគីឡូរបស់កូនឲ្យបានច្បាស់លាស់ហើយម៉ោងពេលឲ្យបានត្រឹមត្រូវវានឹងសុវត្ថិភាពគឺអាចបញ្ចុះកម្ដៅឲ្យកូនបានផងហើយការពារកុំឲ្យប៉ះពាល់ដល់ថ្លើមរបស់កូនដូចជាថ្នាំសល់តាមគូតគឺគេមានលេខ100លេខ150លេខ200ឬក៏លេខ300ទៅតាមគីឡូឬក៏ទម្ងន់របស់កូនយើងអាចគណនាបានទៅតាមគីឡូ15មីលីក្រាមនៅក្នុង1គីឡូអញ្ចឹងបើសិនជាកូនយើងឧទាហរណ៍ថាកូនយើងទម្ងន់10គីឡូអញ្ចឹង10គុណនឹង15គឺបាន150មីលីក្រាមដូច្នេះបើសិនជាក្មេងដែលគាត់ពិបាកនៅក្នុងការញ៉ាំថ្នាំហើយកំពុងតែមានបញ្ហាក្តៅខ្លួនយើងអាចប្រើថ្នាំសល់ប៉ារ៉ាសេតាមុលសល់តាមគូតឲ្យកូនបានចឹងទៅតាមកម្រិតដូសដែលខ្ញុំបានរៀបរាប់ពីខាងមុខមកហ្នឹងវានឹងសុវត្ថិភាពហើយក្រៅពីការឲ្យថ្នាំទៅដល់កូនគឺយើងត្រូវតែជូតទឹកក្តៅអ៊ុនៗឬក៏ស្អំទឹកក្តៅអ៊ុនៗឲ្យកូនបន្ថែមទៀតទៅកម្ដៅនឹងចាប់ដើមថយក្រៅពីនេះបើសិនជាក្តៅឡើងមកវិញលឿនពេកគឺត្រូវតែប្រញាប់យកកូនជួបជាមួយនឹងគ្រូពេទ្យពិនិត្យបន្ថែមប៉ារ៉ាសេតាមុលគឺយើងអាចប្រើបានរាល់4ទៅ6ម៉ោងម្ដងអញ្ចឹងបើសិនជាកូនយើងក្តៅមុនម៉ោងគឺយើងត្រូវតែជួបគ្រូពេទ្យដើម្បីពិនិត្យមើលអាចនឹងប្រើថ្នាំផ្សេងទៀតជំនួសប៉ារ៉ាដោយសារតែបើសិនជាមិនទាន់ដល់ម៉ោងដែលត្រូវដាក់ហើយកូនក្តៅខ្លួនមុនម៉ោងហើយយើងប្រើថ្នាំប៉ារ៉ាសេតាមុលមុនម៉ោងវាអាចនឹងប៉ះពាល់ដល់ថ្លើមរបស់កូនតែទម្រង់ថ្នាំសល់គូតនេះមុននឹងប្រើគឺយើងត្រូវតែយកទៅដាក់ក្នុងទូទឹកកកឲ្យត្រជាក់សិនបើសិនជាយើងអត់មានទូទឹកកកទេគឺយើងអាចប្រើទឹកកកធម្មតាឬក៏ទឹកត្រជាក់ធម្មតាក៏បានដែរដាក់ថ្នាំហ្នឹងចូលទៅក្នុងរបស់ដែលត្រជាក់ហ្នឹងទៅមួយសន្ទុះទៅវានឹងចាប់ដើមកករឹងហើយអាចយកមកប្រើឲ្យកូនបានចំណុចមួយទៀតគឺខ្ញុំចង់ណែនាំដែរតើតើទៅនឹងក្មេងដែលគាត់ពិបាកលេបថ្នាំជាពិសេសគឺកូនស្រីបើសិនជាយកប្រឡប់ក្នុងករណីកូនមានក្តៅខ្លួនហើយកូនពិបាកនៅក្នុងការញ៉ាំថ្នាំតាមមាត់យើងប្រើជាទម្រង់សល់គូតគឺត្រូវតែមានការប្រយ័ត្នបន្តិចទៅលើតើតើទៅនឹងកន្លែងដែលយើងត្រូវសល់គឺសល់នៅក្នុងរន្ធគូតយើងត្រូវតែមានការចាប់អារម្មណ៍ទៅលើចំណុចនេះយើងត្រូវតែបើកភ្លើងនៅក្នុងផ្ទះឲ្យភ្លឺឬក៏មានពិលមានអីច្បាស់លាស់យើងសល់ឲ្យបានត្រឹមត្រូវទៅលើរន្ធគូតរបស់ក្មេងតើតើទៅនឹងក្មេងស្រីយើងដឹងហើយថាវាអាចនឹងគ្រោះថ្នាក់បើសិនជាយើងសល់ខុសកន្លែងដូច្នេះអរគុណច្រើនសម្រាប់សំណួររបស់បងខាងលើតើតើទៅនឹងការសល់ថ្នាំគឺយើងអាចសល់បានពីសុវត្ថិភាពអត់មានប៉ះពាល់អីទេបើសិនជាយើងសល់ទៅតាមកម្រិតដូសថ្នាំទៅតាមគីឡូកូនត្រឹមត្រូវហើយនឹងតាមម៉ោងពេលត្រឹមត្រូវវាអត់មានប៉ះពាល់អីទេ